lab របស់យើងគឺយើង start ម្ដងទៀតអឺគឺធ្វើ DHCP relay សម្រាប់concept lab នេះគឺអឺដំបូងហ្នឹងគឺ router មានតួនាទីចែក IP ទៅកាន់ PC មួយក៏ប៉ុន្តែដោយសារតែ router វាមិនអាចគ្រប់គ្រងIP ច្រើននោះទេគឺយើងត្រូវការ server មួយដើម្បីគ្រប់គ្រង IP ជាច្រើនរបស់ user ដោយសារតែយើងអត់មាន server ពិតទេគឺយើងយក Microtik នេះធ្វើជំនួសជា server ដូចយើងរៀន Windows Server ខាងមុនអញ្ចឹងយើងបង្កើត IP មួយទៅកាន់ client របស់យើងគឺយើងអាចយក server នេះយើងបង្កើត IP ពី DH server មួយនេះយើង pass IP របស់យើង forward IP ហ្នឹងទៅកាន់ router រួច router នេះគឺធ្វើការforward route IP ពីមួយទៅមួយទៅកាន់PC របស់យើងអូខេ step ដំបូងគឺយើងចូល Microtik Winbox របស់យើងចុចលើ IP យើង connect តមកអឺយើងលុបវាយើងទៅកាន់ system យើងទៅកាន់ identity យើង rename វាទៅ DHCP server client អូខេធ្វើការចំណាំរបស់យើងអូខេយើងទៅកាន់ interface យើង double click យើង rename ទៅកាន់ router client រួចអូខេយើងទៅកាន់ IP address យើង add address 10.1.1.1/30 យក interface ទី2 apply រួចអូខេយើងទៅកាន់ IP DHCP server យើងទៅកាន់ DHCP setup យើងជ្រើសទី2យើង next យើងបង្កើតឲ្យសម្រាប់IT គឺ 192.8.2.0/21យើង next អឺ next មួយទៀត DHCP relay គឺដូចគ្នាយើងដកវា12/next DP server 8.8 next យើងដូរវាទៅ3ម៉ោង next ក៏អូខេ done យើង rename វា IT ចេះមកធ្វើការចំណាំ DHCP setup next យើងធ្វើឲ្យ HR 192.3.0/28 អូខេ next 192.3.1យើង copy next មួយយើង pass មួយទៀតគឺយើង pool របស់យើងដូរពី2ទៅ5 5/next next មួយទៀតអូខេ success យើង rename ទៅ HR ធ្វើជាចំណាំទេ apply អូខេយើង set up មួយទៀតយើងធ្វើសម្រាប់customer 192.8.1.0/28យើង next 4.4.1យើង copy យើង next pass next យើង next មួយទៀត next next អូខេយើងថតដាក់ដូរទៅ customer apply រួចអូខេ TCP setup មួយទៀតគឺសម្រាប់ sale next 192.8.1.0/25 next ចុច6អូខេចុច1 copy យើង pass next យើងប្ដូរពី2ទៅ22 next មួយទៀត next next អូខេយើងប្ដូរទៅ
cell fly រួចអូខេយើងទៅកាន់ IP firewall យើងទៅកាន់ NAT យើង add យើងទៅជ្រើសរើសយកscannet action យើងយក masquerade apply រួចអូខេអូខេសម្រាប់ DHCP server គឺយើងធ្វើប៉ុណ្្នឹងសិនបន្ទាប់យើងចូលទៅកាន់ router របស់យើងទៅកាន់ neighbor យើង click លើ IP យើង connect រួចយើងទៅកាន់ system identity យើង rename វាទៅ router file រួចអូខេធ្វើជាចំណាំរបស់យើងទៅ interface យើង rename ទៅ WAN file អូខេយើង rename មួយទៀតទៅ IT អូខេយើង rename មួយទៀតទៅកាន់ HR យើង rename ទៅ customer file អូខេយើង rename ទៅកាន់ cell អូខេមួយទៀតគឺ DHCP ដោយសារតែ DHCP ជា port ចុងក្រោយដែលយើងបាន connect នេះអឺវាអត់ប៉ះខ្សែយើងអូខេគឺ router វា port ទី6ហើយ DHCP server port ទី2អញ្ចឹងបានន័យថា port ទី6ហ្នឹងគឺនៅខាងនេះ interface ទី6នេះវានៅអញ្ចឹងឥឡូវយើងធ្វើការ set អូខេទី8ទៅទី8អញ្ចឹងយើងចេះមកទៅយើង note សារថ្មីឲ្យ0 ether 0មើលស្ដាំ tick យើងដាក់ ether 8អូខេយើងមើលអានេះមួយទៀតគឺ NAT port 0ទៅ ether 1តិច NAT 0មក ether ទី1អូខេ NAT 0 ether ទី1អានេះយើងពី port ទី2មក port ទី0ទី2 3 4 5អូខេអញ្ចឹងយើងទាញវាវែងតិចមកនៅពេលដែលយើងបង្កើតយើង choose ចឹងដូចគ្នាបានន័យថាឧទាហរណ៍ថាយើង click អានេះទៅយើងចុចទី2ហើយយើងចុចលើនេះមកទី0ចេះទៀតរបៀបចឹងទៅអូខេអឺ duplicate មួយទៀតអូខេចេះដាក់ចឹងអត់ទៅអូខេវិញចេះមកចេះមកទៅលើពីលើចេះមកទៅអូខេទី2ទី3ទី4ទី5បើខ្សែមួយនេះវិញគឺពណ៌ទី2ឬទី0អូខេសុទ្ធតែទី0ទាំងអស់ចឹង duplicate អូខេ1 2 3 4យើងចាត់ទុកចឹងទៅអូខេបានប៉ុណ្ណឹងយើងទៅកាន់ router យើងវិញនេះ DHCP ទេយើងទៅកាន់ router អូខេ IP address
យើង add 10.1.1.2/30 យើងយក DCP យើង apply អូខេមួយទៀត IP របស់ IT គឺ 192.168.1 /26 យក IT apply រួចអូខេសម្រាប់ HR 192.3.1/28យើងយក HR apply រួចអូខេមួយទៀតគឺ 192.4.1/23គឺcustomer អូខេ apply រួចអូខេ customer រួចរាល់មួយទៀតគឺ sell 192.1.1/26 sorry 25យក cell apply រួចអូខេតោះមកយើងទៅកាន់ IP TCP relay យើងបូក1យើងដាក់ IT 10.1.1.1 IP local address 192.1.2.1យើងរើសយក IT apply រួចអូខេបន្តមួយទៀតអឺHR បាទ HR យើងយក HR 10.1.1.1 local address 192.1.3.1 apply រួចអូខេមួយទៀតcustomer យក customer ដូរទៅ 10.1.1.1 បាទ local IP 192.2.4.1 file រួចអូខេមួយទៀតគឺ cell យើងដូរយក cell TCP 10.1.1.1 cell គឺ 192.8.1.1 file រួចអូខេបន្ទាប់មកអឺយើងធ្វើការតេស្តមួយ double click DHCP អូខេបន្ទាប់ពីយើងទទួលបាន IP យើងចូលទៅកាន់ DHCP server របស់យើងនៅខាងនេះយើងទៅកាន់ IP DHCP server យើងមកកាន់ list អញ្ចឹង D នៅខាងនេះគឺប្រភេទ dynamic យើង click វាមួយយើង make static click double click យើងបដូរវាទៅ 2.5 ដោយសារតែយើងត្រូវការ static IP 2.5 អញ្ចឹង2.5 apply រួចអូខេយើងធ្វើការតេស្តមួយទៀត DHCP អូខេយើងទទួលបាន IP បន្ទាប់មកយើងតេស្ត static សម្រាប់ cell DHCP យើងទទួលបាន 6.126 អញ្ចឹងយើងដូរទៅ static 6.10 វិញដោយចូលទៅកាន់ DCP server យើងចុចលើវាមួយយើង make static double click ដូរចុច10 apply រួចអូខេយើងធ្វើការ DCP ម្ដងទៀតអូខេយើងទទួលបាន 6.10 យើងចូលមកកាន់ HR test HR គឺ DHCP
អូខេទទួលបានដូរ៉ាមួយទៀត customer ដូរ៉ាចេញបានដូចគ្នាអូខេចុច4ចុច14ចុច3lab យើងមានតែប៉ុណ្្នឹងអូខេ